បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទជួបជាមួយខ្ញុំបាទមួងម៉ារាំងបាទថ្ងៃនេះយើងនិយាយអំពីពាក់ព័ន្ធនឹងហានិភ័យពន្ធនិងការគ្រប់គ្រងការខ្ចីប្រាក់ពីភាគីពាក់ព័ន្ធបាទក៏ដូចជាបងប្អូនដែលឬក៏ក្រុមហ៊ុនឬក៏ភ្នាក់ងារសេវាកម្មពន្ធដារឬក៏មន្ត្រីរាជការដែលក៏ត្រូវការចំណេះដឹងបន្ថែមឬក៏ស្វែងយល់បន្ថែមទាក់ទងនឹងការគ្រប់គ្រងការខ្ចីប្រាក់ពីភាគីពាក់ព័ន្ធបាទឬក៏គេហៅថាបុគ្គលជាប់តាក់ទិនតែភាគច្រើនយើងបិទបញ្ជីប្រចាំឆ្នាំយើងភាគច្រើនយើងឃើញហើយបាទអូខេអញ្ចឹងមេរៀនជាក់ស្ដែងស្ដីពីសវនកម្មបាទពន្ធដារនិងការអឺនិងរបៀបការពារអាជីវកម្មរបស់លោកអ្នកអញ្ចឹងបងប្អូនទៅស្វែងយល់អំពីបញ្ហាដែលសវនកម្មគេអាចនឹងចោះមើលតើតងនឹងការខ្ចីប្រាក់ពីភាគីតាក់ទិនបាទអញ្ចឹងសេណារីយ៉ូជាក់ស្ដែងបំណុលដែលប្រែក្លាយជាបន្ទុកពន្ធបាទអញ្ចឹងបើយើងស្រមៃថាអាជីវកម្មរបស់អ្នកជួបវិបត្តិហើយអ្នកសម្រេចចិត្តខ្ចីប្រាក់ពីម្ចាស់ភាគហ៊ុនចំនួន3.6 ពាន់លានរៀលដើម្បីសង្គ្រោះក្រុមហ៊ុនបាទយើងខ្ចីប្រាក់ប៉ុណ្ណឹងបាទមួយឆ្នាំក្រោយមកមន្ត្រីពន្ធដារចោះសវនកម្មហើយប្រាប់អ្នកថាបំណុលនេះមិនត្រឹមត្រូវទេយើងចាត់ទុកវាជាប្រាក់ចំណេញហើយអ្នកត្រូវបង់ពន្ធ 20% លើវាភ្លាមបាទអញ្ចឹង 20% គឺយើងបង់ពន្ធប៉ុណ្ណឹងបាទគឺច្រើនណាបងប្អូនបាទអញ្ចឹងប្រុងប្រយ័ត្ននៅមានប្រាក់ពិន័យការប្រាក់អីទៀតណាតើអ្វីទៅជាការខ្ចីប្រាក់ពីបុគ្គលតាក់ទិនបាទអញ្ចឹងអ្វីជាការខ្ចីប្រាក់បុគ្គលតាក់ទិននៅក្នុងអាជីវកម្មការខ្ចីប្រាក់មិនមែនតែងតែធ្វើឡើងជាមួយធនាគារនោះទេជារឿយៗវាជាប្រតិបត្តិការផ្ទៃក្នុងបាទក្រុមហ៊ុនខ្ចីប្រាក់ពីម្ចាស់ភាគហ៊ុនឬអភិបាលក្រុមហ៊ុនបាទភាគច្រើនយើងខ្ចីប្រាក់តែមួយចំនួនគឺយើងអត់មានឯកសារទេណាបើយើងថាឥឡូវខ្ចីប្រាក់អីចឹងទៅវេលុយអីឬក៏កណន័យហ្នឹងគឺភេទអាប់ឡើងខ្លួនឯងអីចឹងទៅណាក្រុមហ៊ុនមេឲ្យក្រុមហ៊ុនបុតសម្ព័ន្ធខ្ចីប្រាក់បាទជាងក្រុមហ៊ុនឲ្យក្រុមហ៊ុនបុតសម្ព័ន្ធខ្ចីប្រាក់បាទក្រុមហ៊ុនដែលមានម្ចាស់តែមួយឲ្យប្រាក់គ្នាខ្ចីបាទអញ្ចឹងទៅបាទអញ្ចឹងហានិភ័យដែលខ្ចីបែប3ចំណុចខាងលើនេះដោយសារតែភាគីទាំងពីរស្គាល់គ្នារដ្ឋបាលសារពើពន្ធបារម្ភថាអត្រាការប្រាក់អាចនឹងត្រូវបានកែប្រែដើម្បីគេចបេះពន្ធបាទអញ្ចឹងគោលការណ៍គឺគោលការណ៍ប្រវែងដៃឬក៏ arm's length principle ឬក៏ជំហរដៃតោងដែលពិច្រើនខាងពន្ធដារយើងប្រើហៅថាគោលការណ៍ជំហរដៃតោងអីចឹងទៅបាទអញ្ចឹងភាសាអង់គ្លេសគឺ arm's length principle អញ្ចឹងខ្ញុំសូមប្រើពាក្យនេះបាទច្បាប់ពន្ធដារតម្រូវឲ្យប្រតិបត្តិការទាំងអស់រវាងភាគីពាក់ព័ន្ធត្រូវតែធ្វើឡើងដោយអនុលោមតាមគោលការណ៍ប្រវែងដៃឬក៏ជំហរដៃតោងនោះតើមានន័យដូចម្ដេចអ្នកត្រូវតែចាត់ទុកភាគីពាក់ព័ន្ធដូចជាម្ចាស់ក្រុមហ៊ុនឲ្យដូចបេះបិទទៅនឹងភាគីឯករាជ្យបាទចឹងដូចជាធនាគារពាណិជ្ជឬជនបរទេសលក្ខខណ្ឌអត្រាការប្រាក់និងឯកសារត្រូវតែដូចគ្នាទៅនឹងការខ្ចីប្រាក់ពីអ្នកខាងក្រៅអញ្ចឹងទោះជាយើងស្គាល់គ្នាក៏ដោយក៏មានអត្រាការប្រាក់តាមទីផ្សារណាដូចយើងខ្ចីធនាគារអញ្ចឹងបាទអញ្ចឹងគេយកគោលការណ៍នេះគេអាចយកគោលការណ៍ arm's length principle នេះមកដាក់ដើម្បីឲ្យយើងបាទយកការខ្ចីប្រាក់ហ្នឹងឬក៏តាមបុគ្គលតាក់ទិន3ចំណុចខាងលើហ៊ុនហ្នឹងពីម្ចាស់ភាគហ៊ុនអីចឹងទៅគឺយើងប្រើ arm's length principle ដើម្បីយកតាមអត្រាការប្រាក់ជាក់ស្ដែងបាទចឹងស្តង់ដារឆ្នាំ2025អត្រាការប្រាក់ទីផ្សារផ្លូវការដែលគេដាក់ឲ្យយើងប្រើប្រាស់បងប្អូនយោងតាមសេចក្តីជូនដំណឹងលេខ5097បាទនឹង5097ពីអគ្គនាយកដ្ឋានពន្ធដារយើងហ្នឹងគឺអគ្គនាយកដ្ឋានពន្ធដារបានកំណត់អត្រាការប្រាក់សម្រាប់ប្រតិបត្តិការខ្ចីប្រាក់ពីបុគ្គលតាក់ទិនបាទសម្រាប់ឆ្នាំ2025អញ្ចឹងគេប្រើ arm's length ហ្នឹងឯងបាទអញ្ចឹងចំពោះការប្រាក់បាទគឺ9.36%ក្នុងមួយឆ្នាំអានេះយើងខ្ចីលុយខ្មែរបាទ
ចឹងបើសិនជាយើងខ្ចីជាលុយដុល្លារអាមេរិកអញ្ចឹងការប្រាក់វា 8.45% ក្នុងមួយឆ្នាំចឹងអត្រាការប្រាក់នេះគឺប្រើប្រាស់ជាគោលដៅដើម្បីកំណត់ថាការខ្ចីប្រាក់សមស្របតាមគោលការណ៍ប្រវែងដៃឬក៏ចំហងដៃតោងឬក៏អត់បាទអញ្ចឹងក្នុងនេះគេមានចែងបាទអញ្ចឹងឲ្យយើងខ្ចីប្រាក់ទៅតាមជាក់ស្ដែងបាទការមានអត្រាត្រឹមត្រូវគឺមិនទាន់គ្រប់គ្រាន់ទេអ្នកអាចកំណត់អត្រាការប្រាក់ 8.45% យ៉ាងត្រឹមត្រូវប៉ុន្តែប្រសិនបើអ្នកគ្មានឯកសារបញ្ជាក់រដ្ឋបាលសារពើពន្ធនឹងនៅតែបដិសេធបំណុលនោះយោងតាមសេចក្តីណែនាំលេខ14/56អាជីវកម្មត្រូវតែមានខែលការពារដែលជាឯកសាររឹងមាំដើម្បីការពាររាល់ប្រតិបត្តិការខ្ចីប្រាក់បាទបន្ទុកនៃការបញ្ជាក់គឺធ្លាក់ទៅលើសហគ្រាសទាំងស្រុងបាទអញ្ចឹងដើម្បីកុំឲ្យមានបន្ទុកដល់ក្រុមហ៊ុនបាទទី1យើងត្រូវមានឯកសារកិច្ចសន្យាខ្ចីប្រាក់ដែលបញ្ជាក់បាទដោយមេធាវីបាទអាជីវកម្មមិនអាចគ្រាន់តែព្រៀងកិច្ចសន្យាធម្មតាហើយចុះហត្ថលេខាដោយខ្លួនឯងនោះទេបាទចឹងកិច្ចសន្យាត្រូវមានអីខ្លះបាទត្រូវមានការបញ្ជាក់ច្បាស់ពីរយៈពេលខ្ចីនិងការវិភាគសងប្រាក់បាទអត្រាការប្រាក់ច្បាស់លាស់អនុលោមតាមទីផ្សារចំណុចសំខាន់បំផុតត្រូវមានការបញ្ជាក់ភាពត្រឹមត្រូវពីមេធាវីនៃភាគីទាំងសងខាងផងអញ្ចឹងបើគ្មានមេធាវីបញ្ជាក់ទេគ្មានសុពលភាពសម្រាប់ពន្ធដារឡើយបាទអញ្ចឹងឯកសារទី2និងទី3ភស្តុតាងនៃតម្រូវការអាជីវកម្មបាទពន្ធដារចង់ដឹងថាអាជីវកម្មពិតប្រាកដត្រូវការប្រាក់នេះមែនដែរទេបាទអញ្ចឹងយើងត្រូវការទី2គឺមានគម្រោងផែនការអាជីវកម្មហៅថា business plan ត្រូវមានរបាយការណ៍ហិរញ្ញវត្ថុបាទបច្ចុប្បន្ននិងប៉ាន់ស្មាន forecast ដែលពន្យល់ពីគោលបំណងនៃការខ្ចីប្រាក់និងផែនការប្រើប្រាស់មូលនិធិបាទទី3គឺសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលហៅថា board meeting ណាការអនុលោមជាផ្លូវការរបស់ថ្នាក់ដឹកនាំសហគ្រាសយល់ព្រមធ្វើការខ្ចីប្រាក់នេះចំពោះសហគ្រាសដែលមិនមែនជាសហគ្រាសឯកបុគ្គលអញ្ចឹង limited ហ្នឹងគឺយើងមានប្រជុំគ្នាហើយថាឥឡូវយើងទៅ set up ប្រមាណណាចំនួនប្រមាណហើយប្រជុំម៉ោងប្រមាណហើយធ្វើអីម៉ោងប្រមាណថ្ងៃណាណាអញ្ចឹងគឺយើងមាន board meeting ថារយៈពេលយើងខ្ចីរយៈពេលប្រមាណឧទាហរណ៍ថាយើងតាមទុនយើងមានប្រមាណលានខាងលើហ្នឹងទៅឧទាហរណ៍ណាតាមទុន A អញ្ចឹងទៅយើងខ្ចីរយៈពេល5ឆ្នាំឬក៏6ឆ្នាំណាអញ្ចឹងយើងបែងចែកក្នុងមួយឆ្នាំប្រហែលដងអីចឹងទៅបាទយើងមានផែនការស្រាប់បាទអូខេអញ្ចឹងឯកសារទី4ភស្តុតាងផ្ទេរប្រាក់តាមធនាគារបាទអញ្ចឹងសាច់ប្រាក់សុទ្ធគឺត្រូវគឺជាសត្រូវនៃសវនកម្មពន្ធដារយើងរាល់ប្រតិបត្តិការខ្ចីមិនថាប្រាក់ដើមឬក៏ការប្រាក់ត្រូវតែអនុវត្តតាមការផ្ទេរចូលក្នុងគណនីធនាគាររបស់ក្រុមហ៊ុនសហគ្រាសបាទការខ្ចីប្រាក់ជាសាច់ប្រាក់សុទ្ធមិនត្រូវបានចាត់ទុកជាប្រតិបត្តិការខ្ចីប្រាក់ទេត្រូវតែមានបង្កាន់ដៃផ្ទេរប្រាក់ជាភស្តុតាងជានិច្ចព្រមទាំងមានការកត់ត្រាត្រឹមត្រូវក្នុងបញ្ជីគណនីអញ្ចឹងបងប្អូនប្រុងប្រយ័ត្នណាខ្ចីត្រូវតែមានផ្ទេរតាមធនាគារបានសុវត្ថិភាពអ្វីនឹងកើតឡើងប្រសិនបើអ្នកខ្វះឯកសារទាំងនោះបាទនៅពេលសវនករពិនិត្យតារាងតុល្យការហើយឃើញបំណុលភាគីពាក់ព័ន្ធប៉ុន្តែអ្នកគ្មានកិច្ចសន្យាបញ្ជាក់ពីមេធាវីឬបង្កាន់ដៃធនាគារនោះហានិភ័យដ៏ធ្ងន់ធ្ងរនឹងធ្លាក់មកលើសហគ្រាសបាទហើយបើយើងយោងតាមប្រកាសលេខ578ប្រការទី9បាទគណនីបំណុលទាំងឡាយណាដែលគ្មានការពិតឬគ្មានភស្តុតាងបញ្ជាក់នឹងត្រូវកែប្រែចំណាត់ថ្នាក់ភ្លាមបាទអញ្ចឹងយើងស្រង់ចំណុចចនៃប្រកាស578ហ្នឹងគឺយើងមកមើលអំពីចំណុចចហើយចំណុចទី3នេះគណនីទុនម្ចាស់ទ្រព្យនិងបំណុលទាំងឡាយដែលគ្មានការពិតណាឬគ្មានភស្តុតាងបញ្ជាក់បាទអូខេអញ្ចឹងបើសិនជាមិនមែនការពិតគ្មានភស្តុតាងបញ្ជាក់អាហ្នឹងគឺត្រូវ
រោងពិន័យអីតាមនឹងអញ្ចឹងបងប្អូនបានអញ្ចឹងប្រុងប្រយ័ត្នមែនតើទនកម្មទី1ការបំផ្លែងបំណុលទៅជាប្រាក់ចំណូលជាប់ពន្ធបាទនេះជាមូលហេតុដែលវិក័យប័ត្រពន្ធកើនឡើងយ៉ាងខ្ពស់បាទទី1គឺពន្ធដារអាចបដិសេធនៅបំណុលឬក៏ពន្ធដារលុបចោលបំណុល 3.6000 លានរៀលពីបញ្ជីរបស់អ្នកអញ្ចឹងគេមានសិទ្ធិលុបបំណុលបាទអញ្ចឹងពីចាត់ទុកជាចំណេញទឹកប្រាក់នោះត្រូវបានបញ្ចូលជាចំណេញរបស់ក្រុមហ៊ុនបាទប្រចាំឆ្នាំអញ្ចឹងគេយកមកគិត 20% ហើយអញ្ចឹងបងប្អូនខ្លះគាត់មានឧទាហរណ៍ថាគាត់ឲ្យអាហ្នឹងបើខ្ញុំនិយាយអំពីអត់មានតកតងនឹងគោលតកតិនណាដូចជាយើងបកៃបាត់មិនសមស្របឬក៏คล้ายឧទាហរណ៍ថាយើងមានវត្តគេហៅថាវត្ត input ដែលយើងឲ្យក្រុមហ៊ុនគេផ្សេងដែលគេរត់បាត់ឬក៏យើងយកមកយោងណាអញ្ចឹងភាគច្រើនគឺចំណាយទាំងអស់ហ្នឹងដែលយើងយកមកយោងហ្នឹងគឺបានប្រើប្រាស់របស់ពន្ធដារអញ្ចឹងពន្ធដារគេចាត់ទុកថាហ្នឹងគឺជាចំណូលណាបងប្អូនប្រុងប្រយ័ត្នអញ្ចឹងភាគច្រើនអត់តន់ជួបពេលបងប្អូនជួបគឺពន្ធណាភាគច្រើនគឺទឹកប្រាក់ច្រើនតែម្ដងអូខេទី3ពន្ធ 20% ភ្លាមណាអ្នកត្រូវបង់ពន្ធលើប្រាក់ចំណូល 20% លើទឹកប្រាក់ 3.6000 លានរៀលនោះបាទអញ្ចឹងលទ្ធផលសហគ្រាសត្រូវខាត់បង់ប្រាក់ជាង 722 លានរៀលដោយគ្រាន់តែខ្វះក្រដាសស្នាមអញ្ចឹងគ្រាន់តែខ្វះក្រដាសស្នាមទេទណ្ឌកម្មទី2អំពើរាំងស្ទះនិងការដកហូតអាជ្ញាប័ណ្ណការមិនផ្ដល់ឯកសារយុទ្ធការដូចជាកិច្ចសន្យាជូនសវនករត្រូវបានចាត់ទុកជាអំពើរាំងស្ទះដល់ការអនុវត្តបទបញ្ញត្តិស្តីពីពន្ធដារផលវិបាកបន្ថែមទៀតបាទអញ្ចឹងអាចនឹងប្រឈមជាមួយការផាកពិន័យជាប្រាក់ 5 លានរៀលភ្លាមបាទឬក៏ការដកហូតវិញ្ញាបនបត្រអាចប្រឈមនឹងការដកហូតវិញ្ញាបនបត្រអនុលោមភាពបាទសារពើពន្ធបាទហានិភ័យព្រហ្មទណ្ឌអាចប្រឈមនឹងព្រហ្មទណ្ឌផ្សេងទៀតតាមច្បាប់អញ្ចឹងយើងមានបញ្ជីត្រួតពិនិត្យដើម្បីអនុលោមភាពពេញលេញហៅថា checklist បងប្អូនបាទបងប្អូនអាចសេវឬក៏ទុកមើលបាទដើម្បីការពារសហគ្រាសរបស់អ្នកសូមអនុវត្តតាមជំហានទាំងនេះបាទទី1កំណត់អត្រាការប្រាក់តាមទីផ្សារបាទអញ្ចឹងលុយរៀលហើយនេះលុយដុល្លារបងប្អូនណារៀបចំកិច្ចសន្យានិងទទួលការបញ្ជាក់ពីមេធាវីបាទរៀបចំសេចក្តីសម្រេចក្រុមប្រឹក្សាភិបាលនិងផែនការអាជីវកម្មធ្វើប្រតិបត្តិការផ្ទេរប្រាក់តាមធនាគារតែប៉ុណ្ណោះហើយកត់ត្រាប្រតិបត្តិការយ៉ាងត្រឹមត្រូវក្នុងបញ្ជីគណនីអញ្ចឹងសូមគម្រងចាំរហូតដល់មានសវនកម្មទៅរៀបចំឯកសារបាទអញ្ចឹងគម្រងចាំបងប្អូនបាទអញ្ចឹងយើងចុងក្រោយគេសេចក្តីសន្និដ្ឋាននៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនិងពន្ធដារការពិតមិនមែនជាអ្វីដែលអ្នកដឹងនោះទេការពិតគឺជាអ្វីដែលអ្នកអាចបង្ហាញភស្តុតាងបានអញ្ចឹងបងប្អូនមានភស្តុតាងទោះជាបងប្អូនខំប្រាប់តាមមាត់ក៏ដោយឬក៏បកស្រាយរបៀបមិនក៏ដោយគឺពន្ធដារគឺសម្បាំងលើភស្តុតាងអញ្ចឹងបងប្អូនរៀបចំភស្តុតាងរៀបចំជាឯកសារត្រឹមត្រូវអូខេបងប្អូនអាចនឹងមិនមានបញ្ហាទេបាទឯកសារយុទ្ធការត្រឹមត្រូវមិនមែនគ្រាន់តែជាការបំពេញកាតព្វកិច្ចរដ្ឋបាលនោះទេតែវាគឺជាខែលការពារហិរញ្ញវត្ថុនិងអាយុជីវិតអាជីវកម្មរបស់អ្នកពីហានិភ័យដ៏ធ្ងន់ធ្ងរអញ្ចឹងបាទសំទោសអញ្ចឹងយើងរៀបចំខ្លួនឲ្យបានល្អការពារបាទអាជីវកម្មរបស់លោកអ្នកអញ្ចឹងខ្ញុំសូមផ្ដាំផ្ញើទៅភ្នាក់ងារពន្ធដារយើងមួយចំនួនដែរដែលគាត់មានបុគ្គលតតងនឹងការខ្ចីប្រាក់ណាអញ្ចឹងសូមតាក់ management ឬក៏អ្នកចូលរួមនៅក្នុងហ្នឹងគឺសូមជូនដំណឹងដល់ខាងក្រុមហ៊ុនណាគាត់រៀបចំឯកសារមានឯកសារអីឬក៏យើងជូនដំណឹងដើម្បីប្រាប់ពីហានិភ័យផ្សេងតកតងនឹងការខ្ចីប្រាក់តកតងនឹងបុគ្គលតតិននឹងបាទអរគុណបាទខ្ញុំបាទមួងបារាំងបើមានពាក្យពេចន៍ឬក៏ត្រង់ចំណុចណាដែលនិយាយមិនក្បោះក្បាយឬក៏មិនសូវច្បាស់លាស់ក៏សូមខន្តីអភ័យទោសបាទ
ចំពោះបងប្អូនបាទអាយដាមលោកស្រីនិងកញ្ញាទាំងអស់បាទឬក៏មន្ត្រីពន្ធដារបាទដែលបានតាមដានមេរៀនខ្ញុំបាទអញ្ចឹងបើសិនជាមានប្រយោជន៍សូមកុំភ្លេចជួយ Subscribe បាទ Like បាទហ្នឹងហើយជួយ Share បន្តគ្នាដើម្បីឲ្យយើងបានដឹងទាំងអស់គ្នាបាទដើម្បីបានរៀនទាំងអស់គ្នាបាទខ្ញុំបាទមុំបារាំងសូមជម្រាបលាសូមអរគុណ